តាំងកក៏គ្មានស៊ីអត់បានដាក់បិស្លឹកបាសទេឥឡូវមើលកូនសុំជួយខ្ញុំបងមានកស៊ីមកគ្រាប់កូនដេកនឹងទេខ្ញុំអត់ពីកូននឹងទៅខ្ញុំអត់មានអ្នកណាទេខ្ញុំចាហើយដើរបេះស្លឹកបាសដើរបេះអីយកមកចងមកពី10បានហើយ10ដុំយកទៅលក់ណាបាន10000ណាទៅគេឲ្យ5000យកមកចាំជីវិតជាមួយនឹងកូនតាំងកក៏គ្មានស៊ីអត់បានដាក់បិស្លឹកបាសទេឥឡូវមើលកូនសុំជួយខ្ញុំបងមានកស៊ីមកគ្រាប់កូនដេកនឹងទេខ្ញុំអត់ពីកូននឹងទៅខ្ញុំអត់មានអ្នកណាទេកូនអើយជាម៉ែមកជប់ញក់បានអីទេប្រឈមមុខនឹងជាមួយកូនសូមឲ្យគមួយជួយផងឲ្យបងប្អូនទាំងក្រៅប្រទេសក្នុងប្រទេសជួយខ្ញុំផងកូនខ្ញុំដុសពិសិដ្ឋនៅក្នុងគ្រូក្បាយដុសសាច់ហើយនឹងត្បៅពោះវៀនបងប្អូនអើយជួយផងអាណិតគាត់ខ្លាំងមែនតែនបងប្អូនអើយបាទតាំងក៏មកក្រកគ្មានថ្ងៃនេះខ្ញុំមកដល់ផ្ទះរបស់គាត់ផ្ទាល់ហើយឃើញពីសភាពរបស់គាត់ហ្នឹងគឺពិបាកភ្នែកខ្លាំងមែនតែនដោយបងប្អូនបានឃើញអញ្ចឹងបាទគឺពិបាកភ្នែកខ្លាំងមែនតែនសល់នៅស្បែកឆ្អឹងហើយជើងរបស់គាត់នេះបាក់ទៀតបាទជើងបាក់ហ្នឹងគឺអត់ទាន់បានដកដែកចេញទេដែកនៅនឹងឥឡូវហ្នឹងគាត់មានជំងឺដុសផ្សិតនៅក្នុងខួរក្បាលបាទមានតែដេកនៅស្ដោកស្ដឹងបាទមានតែចិត្តចង់ជួយម្ដាយចង់ជួយម្ដាយប៉ុន្តែមិនដឹងជួយយ៉ាងម៉េចបើខ្លួនឯងជួយអត់រួចប៉ុណ្ណឹងហើយម្ដាយនេះវិញគឺគាត់ចាស់ទៀតមានជំងឺទៀតហើយមានជំងឺដើរបេះស្លឹកបាសបេះអីចឹងទៅដើម្បីយកលុយហ្នឹងទៅទិញកចិញ្ចឹមកូនហើយដល់ពេលប្តីរបស់គាត់ហ្នឹងគាត់អតីតទាហានបាទពីមុនមកគាត់ជាអតីតទាហានហើយដល់ពេលគាត់ត្រូវបំបែងត្រូវគ្រាប់ធ្វើអីចឹងទៅគាត់តេតាណូសបងប្អូនការជំនាន់ហ្នឹងឥឡូវហ្នឹងស្មារតីរបស់គាត់អត់សូវល្អដូចកាលពីមុនទេបងប្អូនបាទហើយនេះលោកយាយត្រូវជាប្រពន្ធរបស់គាត់ឥឡូវហ្នឹងកូនដេកឈឺនៅមួយកន្លែងបាទអត់មានលុយកាក់អីសម្រាប់ព្យាបាលទេបើសិនជាបងប្អូនបានឃើញបាទបងប្អូនជួយគាត់ផងបាទតិចក្តីច្រើនក្តីទៅតាមសទ្ធាណាបាទណិតគាត់ខ្លាំងមែនតើបងប្អូនអើយបាទជួយម៉ែតាំងកអត់ស៊ីដែរគូអើយកូនអើយជួយម៉ែទៅអាណិតម៉ែអត់មានកមកគ្រាប់ទេលុយក៏អត់អីក៏អត់បាទអ៊ំខ្វះខាតអីខ្លះអ៊ំនិយាយមកអ៊ំតាំងកក៏អត់ដែរកូនអើយផ្ទះបាក់អស់ហើយកូនឡើងទៅមើលទៅមានតានូតបាទបាក់អស់ហើយមាននាបទេកូនអើយកូនបានម៉ែធ្វើតង់ដេកនៅនឹងទៅបាទអ៊ំលិចអស់ហើយតបោអីមានទេកូនអើយកូនអត់មានលុយកាក់100ខ្លួនខំទៅបិស្លឹកបាសដើរទោះព្រោះមកនឹងបានមកកូនអើយកូនបាទនេះធានាណាសូមឲ្យក្មួយជួយខ្ញុំលើកម្រាមដៃ10បាទអ៊ំជួយពួកកូនខ្ញុំចាប់ណាមានមត្តភាពទេបាទអ៊ំបាទនៅយប់អត់បានដេកយប់មិញអីវាឈរទល់តែភ្លឺនៅក្នុងពេទ្យស្លាប់2យប់រហូតអូគាត់យំតាមពិតគាត់ដឹងយំតាអូអ្នកណាមកគឺយំនេះគាត់តាមពិតគាត់ពេលអ៊ំនិយាយទៅគាត់នេះអ៊ំឯងគាត់ដឹងគាត់យំដឹងអូរាប់រៀបប្រាប់តែអត់លុយអត់អីចឹងយំបាទចុះគាត់អាចនិយាយអីបានអាចហូបអីបានទេអ៊ំបមកចុងសេព្រាទឹកចឹងគូមកវិញទាំងអស់លោកគួយអូចឹងមកន័យថាគាត់ហូបអីលែងកើតតែចឹងអ៊ំហ៎អត់ទេអូយបងប្អូនហើយបាទគាត់យំហ៎គាត់ចង់ជាដល់ពេលអត់មានលុយព្យាបាលអូយយប់មិញស្រែកម៉ែអើយម៉ែជួយកូនទៅមិញចឹងដែរម៉ែថាតិចទៀតអ្នកខ្សែមកដល់ឲ្យកូនទ្រាំបាទអ៊ំបាទកូនហើយកូនមើលកាន់សិក្សាភាពកាន់ធ្ងន់ធ្ងរហើយអ៊ំក៏ឈឺទឹកនោមផ្អែមលើសឈាមបាទមេរោគក្នុងកាពះឡើងហើមទៅកំដរកូនឡើងហើមពីនឹងមកទឹមស្រកបាទអ៊ំអ៊ំបាទបងប្អូនប្អូនប្រុសគាត់ចង់ជីដល់ពេលអញ្ចឹងទៅ
ម្ដាយវិញគាត់អត់មានលទ្ធភាពនៅក្នុងការមើលថែណាបាទដល់ពេលអញ្ចឹងមានតែយកកូនហ្នឹងមកផ្ទះវិញបាទហើយដល់ពេលឥឡូវហ្នឹងក្តីសង្ឃឹមរបស់គាត់ហ្នឹងគាត់គិតថាគីឡូខ្ញុំមកជួយផ្សព្វផ្សាយអញ្ចឹងទៅមានបងប្អូនគាត់ជួយអញ្ចឹងទៅអាចយកកូនគាត់ទៅព្យាបាលបានគាត់តាក់ទងមកនេះគាត់ចង់ឲ្យខ្ញុំមកជួយផ្សព្វផ្សាយគីឡូមានបងប្អូនសប្បុរសជននៅក្នុងស្រុកនៅក្រៅស្រុកគាត់បានឃើញអញ្ចឹងទៅបាទគាត់ជួយទៅដល់លោកយាយណាព្រោះដូចបងប្អូនបានឃើញអញ្ចឹងបាទគឺអាណិតគាត់ខ្លាំងមែនតើបានជួយមែនម៉ែអូយបាទអ៊ំបាទម៉ែសុខចិត្តបដូរជីវិតនឹងកូនឲ្យតែបានឲ្យកូនរស់នៅអ៊ំហើយអ៊ំអត់អីទេអ៊ំចាំមើលខ្ញុំជួយផ្សព្វផ្សាយគីឡូមានបងប្អូនគាត់ជួយណាអ៊ំណាចាបាទអ៊ំបាទអត់អីទេអ៊ំចាំខ្ញុំជួយផ្សព្វផ្សាយឲ្យគីឡូមានបងប្អូនគាត់ជួយបងប្អូនអើយយកបានដេកទេកូនអើយដូចយំមិញម៉ែអើយកូនទៅហើយម៉ែតែកូនទ្រាំរស់នៅជាមួយម្ដាយបាទដល់ពេលដូចថាចង់អស់ចឹងម៉ែអើយកូនទៅអើយចាប់ដៃម៉ែយកទៅដាក់លើមទ្រូងដូចថ្ងៃមិញចឹងជួយគាត់ប្រាប់អ៊ំថាម៉េចទៅអ៊ំតែម៉ែអើយបូអត់ពីខ្ញុំទៅម៉ែថាសាខ្លួនផងបាទអ៊ំកូនអញជឿម៉ែឡើងមើលទៅផ្ទះមានតានូទេកូនអើយបាទអ៊ំបាទអត់អីទេអ៊ំមកជាមួយខ្ញុំជួយផ្សព្វផ្សាយឲ្យណាអ៊ំណាគីឡូមានគេជួយបានគេបានឲ្យកូនដាក់ដេកនឹងបាទអ៊ំបាទតែស្អីក៏គេឲ្យដែរឲ្យក្រោយកូនដេកកុំឲ្យឈឺបាទអ៊ំ